ស្ថានទូតឥណ្ឌានៅក្នុងថ្ងៃនេះក្រោមមូលបត្រយូហ្គាដើម្បីផែនដីតែមួយថ្លែងក្នុងព្រឹត្តិការណ៍ទិវាយូហ្គាអន្តរជាតិលើកទី11លើទឹកដីនៃខេត្តសៀមរាបនាព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះលោកស្រីមនីរាំងសីអភិបាលរងខេត្តសៀមរាបបានបង្ហាញថាព្រឹត្តិការណ៍នេះជាចលករមួយដ៏សំខាន់ក្នុងការជួយជំរុញដល់វិស័យទេសចរណ៍និងកំណើនសេដ្ឋកិច្ចកម្ពុជាជាពិសេសខេត្តសៀមរាបផ្ទាល់តាមរយៈការចូលរួមផ្សព្វផ្សាយពីតំបន់អង្គរទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តសៀមរាបឲ្យកាន់តែច្រើនឡើងលោកស្រីមនីរាំងសីបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងបន្តប្រារព្ធធ្វើលើទឹកដីអង្គរដ៏បវរនៃយើងជារៀងរាល់ឆ្នាំព្រោះថាខេត្តសៀមរាបគឺជាតំបន់គោលដៅទេសចរលំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជាដែលវិស័យនេះគឺជាកត្តាជំរុញដ៏សំខាន់មួយក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចដទៃទៀតឯកឧត្តមគុជបញ្ញាសារដ្ឋលេខាធិការក្រសួងទេសចរមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបន្តចាត់ទុកវិស័យទេសចរជាអាទិភាពដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាក់ស្ដែងតាមរយៈព្រឹត្តិការណ៍នាពេលនេះនឹងក្លាយជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីអត្ថប្រយោជន៍សុខភាពពីការហាត់យូហ្គាបន្ថែមទៀតដែរហើយវាក៏នឹងជួយជំរុញលំហូរភ្ញៀវទេសចរអន្តរជាតិនិងវិនិយោគិនមកកម្ពុជាជាពិសេសទេសចរឥណ្ឌានិងអ្នកវិនិយោគមកកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរថែមទៀតផងឯកឧត្តមវ៉ាន់ឡាវីណាបាវិតឡុងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាមានប្រសាសន៍ថាជារៀងរាល់ឆ្នាំទិវាយូហ្គាត្រូវបានប្រារព្ធឡើងក្រោមមូលបត្រផ្សេងៗគ្នាហើយសម្រាប់ឆ្នាំ2025គឺយូហ្គាសម្រាប់ផែនដីតែមួយសុខភាពតែមួយដែលបានបង្ហាញពីការគិតគូរមួយថាសុខភាពមនុស្សម្នាក់ៗនិងផែនដីមានទំនាក់ទំនងគ្នាទៅវិញទៅមកយូហ្គាគឺជាលំហាត់ពង្រឹងរាងកាយធ្វើឲ្យចិត្តស្ងប់និងជំរុញការយល់ដឹងនិងទទួលខុសត្រូវខ្ពស់ក្នុងជីវិតប្រចាំថ្ងៃយូហ្គាមិនមែនគ្រាន់តែជាការធ្វើលំហាត់ប្រាណប៉ុណ្ណោះទេប៉ុន្តែជារបៀបនៃជីវិតជួយឲ្យយើងផ្សារភ្ជាប់ទំនាក់ទំនងជាមួយខ្លួនយើងទៅនឹងពិភពលោកជុំវិញយើងដកដង្ហើមចូលមកចំកណ្ដាលដកដង្ហើមចេញដកដង្ហើមចូល